ពី3ឆ្នាំមុនណាដេវីតល្អតែមករយៈក្រោយនេះដេវីតធ្លាក់ដំណងច្រើនបើប៉ះធំមីងហងទៅមួយមានធំមីងហងជំនាញនិយាយចឹងមកបើធំមីងហងកណ្ដាប់ដៃគាត់ធ្ងន់ដូចពីសម្បត្តិ 100%ទៀតណាដេវីតងាប់ពោះទឹកទៀតហើយចឹងជ្រីនឹងទៀតហើយហើយមួយទៀតបើធំមីងហងបកកែតទៀតដៃនឹងក៏យួរដែរដៃបាទលោកគ្រូបាទឃើញ poster ទំចាញ់នេះគ្រូបាទកម្មវិធីគេរៀបចំឲ្យយើងទុកទាយប្រហែលថ្ងៃឯងតែទំចាញ់បាទមីហងអូគេលឺសូតគួយដូចដូរច្រើនហើយខ្លាចធំមីងហងមែនអាចថាលាក់ដៃគូអាចថាហេអត់ដឹងមិនដែរគ្រូប៉ុន្តែឥឡូវចាញ់មកគឺរិនដេវីតប៉ះជាមួយនឹងធំមីងហងបាទទៅតាមខ្សែវត្តនៅទៅវាត្រាច់អនបាទគូនេះណាបើពី3ឆ្នាំមុនណាដេវីតល្អតែមករយៈក្រោយនេះដេវីតធ្លាក់ដំណងច្រើនបើប៉ះធំមីងហងទៅមួយមានធំមីងហងជំនាញនិយាយចឹងមកបើធំមីងហងកណ្ដាប់ដៃគាត់ធ្ងន់ដូចពីសម្បត្តិ 100%ទៀតណាដេវីតងាប់ពោះទឹកទៀតហើយចឹងជ្រីនឹងទៀតហើយហើយមួយទៀតបើធំមីងហងបកកែតទៀតដៃនឹងក៏យួរដែរទៅមួយរួចជាមួយនឹងធំមីងហងទេគូនេះខ្ញុំឲ្យធំមីងហង 100% មិនបាច់វិភាគអីច្រើនរិនដេវីតទៅមិនរួចជាមួយនឹងធំមីងហងទេបាទធំមីងហងគឺកីឡាករកំពុងតែឡើងជើងទៅរក8ព្រៃចឹងខ្ញុំជឿថាធំមីងហងហ្វឹកហាត់កាន់តែខ្លាំងដេវីតហាត់មិនក៏មិនអាចទប់ធំមីងហងបាននេះខ្ញុំសូមប្រាប់ទៅធំមីងហងថាដាក់ឲ្យបែកក្នុងទឹកបាទគឺមានចន្លោះហោងកន្លែងណាដែលថាអាចដេវីតគាត់យកឈ្នះបានពិបាកណាស់ព្រោះអីកីឡាករធំមីងហងនេះស៊ូប៉ាំងលើចេះនេះដូចខ្មោចឆៅណាបាទទៅមិនរួចទេខ្ញុំនិយាយចឹងមក 100% ធំមីងហងបាទគឺចត់ទៅហ្នឹងហ្មងទៅមិនរួចហ្មងគ្រូបាទទៅរួចអាចរួច3ទឹកដល់3ទឹកឯង3 5ទេអូ3 5 3ទឹកហ្នឹងទៅមិនរួចទេព្រោះគូនេះគឺមិនចប់ទឹកទេអត់ចប់ទេគូនេះបើទៅបានថាជាបានទឹកគូខ្ញុំថាអស់ខ្លាំង3ទឹកអស់ខ្លាំងណាស់ទុកបញ្ចប់ទេបើថាបើដេវីតហាត់ពេញបានទុកបាន3ទឹកតែបើដេវីតអត់ហាត់ពេញទេបានតែ2ទឹកទេគូហ្នឹងគឺនិយាយចឹងមកតែអញ្ចឹងខ្ញុំសង្ឃឹមថាដេវីតគួរតែហាត់ឲ្យពង្រឹងឲ្យល្អដូចកាលពីមុនទៅគូនេះដេវីតជួបខ្មោចឆៅហើយលោកគូនេះលោកគូគាត់ថាខាងណាចូលបុកបានខាងណាចូលបុកគូនេះមិនបាច់បារម្ភទេដឹងតែធំនឹងចូលតែបដាច់ព្រោះគាត់ខ្ជិលចង់វិញឆ្ងាយយូរបាទនេះគឺងាយសម្រាប់ធំនឹងជួបដេវីតមិនសូវប្រមាណគាត់តែដេវីតគេគាត់ធ្ងន់ដៃដែរណាដេវីតគាត់ធ្ងន់ដៃដែរប៉ុន្តែជួបនឹងធំនឹងទៅមិនរួចនឹងធំនឹងទេគ្រូអាចប្រៀបធៀបមួយកូនខ្លាបានទេបាទរិនដេវីតមួយកូនខ្លានេះអាចថាផាប្រហែលគ្នាឬមួយក៏ខោមកូនខ្លាទេឬមួយក៏មិនខ្ញុំមិនចង់ពេលខ្លះយើងថាទៅអាចជា fan គាត់ជេរអញ្ចឹងយើងគាត់តែត្រឹមតែគាត់ជាមួយនឹងធំនឹងបានអញ្ចឹងប៉ុណ្្នឹងថាគឺគាត់មិនអាចជាមួយនឹងធំនឹងបាទអរគុណច្រើនគ្រូ